video mốt nhung bồng riêng làm pi ca bồng ca nó hotmail hay là ní cứ dương mà riêng thay để hay nơi không ca add gmail cho tất cả hotmail hay dương add biết đồng bấy cứ dương add biết đồng bấy chui sang group nơi hotmail vào dương mình này theo bật sân chỉ hotmail vào dương vì mình phải ha vì mình này tức cứ dương add cho tất cả gmail đồng bấy add việc bạn chứ còn mọi chat video dương từ tu snap vìការធ្វើក៏ដូចជាការ verify ជាមួយ Gmail ដើម្បីការពារថ្ងៃណាមួយដែល Hotmail យើងខូចអីគឺវានឹងបោះ link ខុសទៅកាន់ Gmail ចង់បានចំណេះដឹងថ្មីៗកុំភ្លេច join channel The DTT Team The DTT Team គឺជា channel ដែលចែករំលែកទាក់ទងនឹងបច្ចេកវិទ្យានិងគន្លឹះថ្មីៗទាក់ទងនឹងបច្ចេកវិទ្យាឥឡូវនេះយើងចូលទៅកាន់ជ្រុំជាដំបូងមកអូខេខ្ញុំចូលទៅកាន់ជ្រុំហើយខ្ញុំបើកជ្រុំសិនអូខេបន្តមកទៀតយើងចូលទៅកាន់ Outlook តាម website ក៏បានឬក៏យើងអាច search នៅកន្លែងនេះដាក់ថា Outlook ក៏បានអញ្ចឹងខ្ញុំចង់ធ្វើតាម website វាស្រួលជាងអញ្ចឹងខ្ញុំ search មកខ្ញុំដាក់ថា Hotmail login អានេះដោយសារតែខ្ញុំធ្លាប់វានៅ website ហ្នឹងវានឹងមានស្រាប់តែម្ដងអញ្ចឹងយើងអត់ចាំបាច់វាយទេប៉ុន្តែបើសិនជាបងប្អូនអត់ធ្លាប់ក្នុងការវាយទេបងប្អូនអាចទៅ save ថា Hotmail login បានអញ្ចឹងកន្លែងនេះគឺយើងវាយទៅ HOTMAIL ហ្នឹងទៅគឺបងប្អូនអាចវា load ចេញមកហើយអញ្ចឹងកុំឲ្យខាតពីយូរយើងចុចទៅលើកន្លែងហ្នឹងមកចឹងហើយខ្ញុំជាដំបូងគឺខ្ញុំទៅបង្កើត Hotmail ថ្មីហើយនេះមិនត្រូវបង្កើត Hotmail ថ្មីគឺដោយសារតែខ្ញុំខ្ជិលយកអាចាស់មក add ចឹងណាខ្ញុំបង្កើតថ្មីហើយខ្ញុំ add ប្រាប់ពី step ដំបូងនៃការបង្កើតហើយយើងធ្វើមិន add វាទៅតែម្ដងចឹងដើម្បីងាយស្រួលអូខេអញ្ចឹងយើងចូលកន្លែងមកកន្លែង create ចូល Microsoft account ហ្នឹងមកបន្តមកទៀតគឺយើងវាយនៅ Gmail ជាមួយ Gmail ដែលយើងចង់កើតឧទាហរណ៍ថាខ្ញុំដាក់ថាអូនដែល12 23អញ្ចឹងទៅបន្តមកទៀតតុយខាងក្រោយបងប្អូនចង់ដាក់Gmail សំណុំ Hotmail ក៏បាន Outlook ក៏បានហើយជួយទីទៅខ្ញុំចូលចិត្តប្រើពាក្យតុយខាងក្រោយហ្នឹងគឺ Outlook អូខេកន្លែងនេះគឺបងប្អូនចង់បង្កើតកតុយវាជាមួយនឹង Hotmail ក៏បាន Outlook ក៏បានពីរហ្នឹងគឺវាដូចតែគ្នាទេបងប្អូនអាចយកមួយនេះក៏បានដែរតែដូចខ្ញុំបានបញ្ជាក់វីដេអូខាងលើដែលខ្ញុំធ្លាប់បង្កើតពីមុនមកអញ្ចឹងបងប្អូនចង់កុំឲ្យវា spam គឺបងប្អូនអាចប្រើនៅ Outlook អញ្ចឹងណាអូខេអញ្ចឹងយើងដាក់ថា outlook.com មកសុំទៅពីទុកអញ្ចឹងយើងបន្តមកទៀតយើងនិយាយថា next បន្តមកទៀតគឺយើងវាយ password ហើយដែលក្នុង password គឺបងប្អូនដាក់ឲ្យរៀង strong មកដាក់ឲ្យមាននិមិត្តសញ្ញាមាន symbol ហ្នឹងមកដាក់ឈ្មោះជាអក្សរដាក់ជាលេខអីហ្នឹងទៅតាមហើយដែលបងប្អូនគិតថាខ្លួនឯងងាយចាំអញ្ចឹងណាអូខេពេលដែលខ្ញុំដាក់ password រួចហើយគឺយើងចុចពាក្យថា next តមកទៀតវាសួរយើងថា save អត់បើសិនជាបងប្អូនចង់ save វានៅលើជ្រុងគឺអាច save តែខ្ញុំអត់ទេចុច never មកទៅកន្លែងនេះបងប្អូនដាក់ Cambodia ហើយកន្លែងនេះតតងនឹងខែឆ្នាំកណ្ដាលបងប្អូនតាមអ្វីដែលបងប្អូនចង់ទៅចូលដាក់ IT មកក៏បានអញ្ចឹងណាប៉ុន្តែកន្លែងឆ្នាំនេះគឺបងប្អូនអាចដាក់ឆ្នាំចាប់ពីអាយុ18ឆ្នាំឡើងទៅទីជាងគឺអត់ហ្នឹងហើយបន្តមកទៀតគឺយើងចុចពី Connect មកចឹងវីដេអូនេះក្នុងការបង្កើតនេះខ្ញុំបានធ្វើវីដេអូមុនហើយអញ្ចឹងបើចង់មើលវីដេអូបងគឺបងប្អូនទៅមើលវីដេអូមុនអញ្ចឹងអានេះខ្ញុំគ្រាន់តែបង្កើតជាការឧទាហរណ៍ថាខ្ញុំដាក់ឈ្មោះ first name ខ្ញុំដាក់យ៉ាពេល last name ខ្ញុំដាក់ថាណាទៅអញ្ចឹងទាំងអស់នេះគឺឈ្មោះយ៉ាងណាអូខេពេលដែលយើងវាយឈ្មោះរួចរាល់ហើយយើងចុច Connect មកអូខេអញ្ចឹងយើងរងចាំវានៅក្នុងការ verify អញ្ចឹងកន្លែងយ៉ាងនេះយើងចុចអាកន្លែងរូបមនុស្សនេះមកនេះហើយរងចាំវាឲ្យវាដើរពេញទៅអូខេយើងចុច press scan មកអូខេអញ្ចឹងមកទៀតយើងចុចពីថាអូខេ
តមកទៀតយើងចុចថា skip for now អូខេតមកទៀតកន្លែងនេះយើងអាចចុចពាក្យថា no ឬក៏យើងអាចចុចថា yes តែខ្ញុំជ្រើសថា no ជាងតើតោះនៅហ្នឹងគឺខ្ញុំធ្វើ detail តិចទេបើសិនជាបងប្អូនចង់ឲ្យកាន់តែច្បាស់មកបងប្អូនអាចចូលទៅមើលវីដេអូដែលខ្ញុំប្រាប់តែម្ដងតើតោះនឹងការបង្កើតចឹងវីដេអូនេះគឺខ្ញុំ focus ទៅលើការ add Gmail ចូលទៅកាន់ Hotmail ចឹងតើតោះនឹងការបង្កើតខ្ញុំធ្វើ detail វាតែតិចទេអូខេបន្តមកទៀតវានឹងលោតមកដល់ផ្ទាំងបែបនេះហើយចឹងបងប្អូនសួរថាហេតុអីបានអត់ឃើញអាកន្លែង Gmail អញ្ចឹងឥឡូវនេះខ្ញុំនឹងប្រាប់វាតែម្ដងទៅគឺបងប្អូនកន្លែងមើលមកខាងនេះគឺវាមានពាក្យថា account យក info subscription ហើយវាមានអីច្រើនទៀតអញ្ចឹងបងប្អូនអត់ចាំមិនខ្វល់អីច្រើនទេបើសិនជាបងប្អូនចង់តែកែ information របស់បងប្អូនគ្រាន់តែចុចថាយក info នោះមកយើងចុចទៅលើយក info វានឹងនាំបងប្អូនទៅកាន់ផ្ទាំងមួយទៀតអូខេវាកន្លែងនេះបើសិនជាបងប្អូនចង់ add នៅរូបភាពក៏បានបើអត់ក៏បានឬក៏ចង់ដូរឈ្មោះយើងចុច edit name ហ្នឹងមកយើងអាចដូរឈ្មោះបានដែរជាងកន្លែងនេះដោយសារតែមុននេះគឺគេឲ្យយើងវាយនៅ birthday អីចឹងណាអញ្ចឹងកន្លែងហ្នឹងខ្ញុំវាលោតបែបនេះហើយបើសិនក្នុងករណីមួយទៀតពេលដែលយើងបង្កើតទៅគេឲ្យយើងវាយនៅ birthday តែពេលដែលយើងនិចមកវាដល់នឹងដែរតែអត់តបាន edit នៅ birthday ទេគឺកន្លែងនេះវាអត់មានលោតចេញបែបហ្នឹងគឺវាប្រាប់វាអត់មានជាលេខថ្ងៃខែអីទេអញ្ចឹងណាអញ្ចឹងកន្លែងហ្នឹងគឺបងប្អូនត្រូវតែចូលទៅកន្លែងនេះគឺ edit profile info អញ្ចឹងបងប្អូនចុចវាមកគឺវានឹងលោតមកដល់ផ្ទាំងបែបនេះហើយគឺថា Let's protect your account ជាកន្លែងនេះហើយគឺជាចំណុចសំខាន់នៃវីដេអូដែលខ្ញុំចង់បង្ហាញហ្នឹងគឺបងប្អូនអាចដាក់នៅ Gmail របស់បងប្អូនឲ្យបងប្អូនថាវាមានសុវត្ថិភាពគឺបងប្អូនអាច add ចូលនៅកន្លែងនេះបានអញ្ចឹងបងប្អូនវាយ Gmail ហើយបងប្អូនចង់ដាក់ចូលទៅកាន់ Hotmail អញ្ចឹងយើងចុចខ្ញុំចង់ Gmail ឈ្មោះនេះអញ្ចឹងបន្ទាប់មកយើងវាយរួចហើយយើងវាពាក្យថា next ទៅអូខេខ្ញុំសូមចូលទៅកាន់ Gmail ខ្ញុំសិនដើម្បីយកកូដអូខេយើងចូលទៅកាន់ Gmail របស់យើងរួចហើយអញ្ចឹងយើងយកវានឹងប្រាប់ថា enter code តើយើងយកកូដនេះពីណាគឺយើងយកនៅក្នុង Gmail វិញអញ្ចឹងយើងមិន login Gmail យើងចូលក្នុងជ្រុំយើងឲ្យរួចរាល់មកគឺវាមានភាពងាយស្រួលអូខេអញ្ចឹងខ្ញុំយក Gmail គឺចូលកន្លែងគឺថា personal Microsoft account ហ្នឹងមកខ្ញុំចុចទៅលើវាហើយដល់មកយើង copy លេខកូដនេះមកអូខេយើង copy ហើយយើងចូលមក tab ថ្មី tab នេះមក tab ថ្មីរបស់យើងគឺយើងបញ្ចូលកូដដែលយើងបាន copy នេះចូលមកតមកទៅយើងចុចពាក្យ select អូខេអញ្ចឹងវានឹងឲ្យយើងផ្ទៀងផ្ទាត់នៅ date of birth របស់យើងឬក៏ country origin របស់យើងហ្នឹងចឹងកន្លែងនេះគឺគ្រាន់តែបញ្ជាក់យើងទេបើសិនជាបងប្អូនចង់ដូរថាអូយើងសរសេរថ្ងៃខែឆ្នាំកំណើតខុសអីណាគឺយើងអាចកែសារថ្មីបានអញ្ចឹងណាតែបើសិនជាយើងអត់ចង់ដូរទេអត់ចង់ដូរថ្ងៃខែចំណើតវាត្រឹមត្រូវអស់ហើយយើងអត់ចាំបាច់សេរីអីញញច្រើនទេយើងអាចចុចថា cancel បានអូខេយើងចុច cancel បន្តមកទៀតយើងគឺរួចរាល់ហើយអញ្ចឹងក្នុងការ add បានតែយើងបញ្ជាក់មើលនៅកន្លែងណាគឺវាអត់ងាយវាអត់ពិបាកទេគឺកន្លែងនេះបងប្អូនចុច edit profile info តាមអីមកបើសិនជាក្នុងករណីដែលយើងអត់ទាន់បាន add មកវានឹងលោតនៅកន្លែងនេះហ្នឹងឲ្យយើង add mail ហើយប៉ុន្តែបើសិនជាយើង add mail រួចរាល់ហើយកន្លែងហ្នឹងវាលែងចេញឲ្យយើង add នៅ Hotmail ក៏ Gmail ចូលទៅកាន់វាហើយអត់ទេគឺវានឹងលោតមកទាំងបែបនេះអញ្ចឹងមានន័យថាការបង្កើតនៃ Hotmail របស់យើងគឺវាពេញលេញវាត្រឹមត្រូវហើយយើងអត់ចាំបាច់add អីច្រើនប៉ុន្តែនៅក្នុងករណីមួយទៀតបើសិនជាបងប្អូនចង់ add លេខទូរស័ព្ទគឺមានលេខទូរស័ព្ទនៅក្នុងការបង្កើតកាន់តែរឹងមាំទៀតប៉ុន្តែបើសិនជាយើងអត់មានលេខទូរស័ព្ទទេយើងគ្រាន់តែ
add Hotmail របស់យើងចូលទៅកាន់ Gmail ទៅគឺរួចរាល់ហើយអញ្ចឹងវីដេអូនេះគឺខ្ញុំមានការបង្ហាញបងប្អូនតែប៉ុណ្្នឹងទេហើយខ្ញុំសង្ឃឹមថាបងប្អូននឹងជួយ share ឬក៏ឲ្យបេះដូងឬក៏ជួយ subscribe នៅ channel YouTube របស់ខ្ញុំផងអញ្ចឹងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយបន្ថែមទៀត